កវីទាំងអស់កំពុងនិយាយសរសើរអំពីរឿងមួយមនោសញ្ចេតនានៃសេចក្តីស្រឡាញ់ប៉ុន្តែការជួបគ្នាដ៏ស្រស់ស្អាតនេះហាក់ដូចជាបានស៊ីជីនបានខ្លាចជាមនុស្សញញៃអស់ពាក់កណ្ដាលជីវិតរបស់គាត់រឿងរ៉ាវកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយនារីស៊ូកលៀននេះម្ចាស់ផ្ទះកំពុងបោកខោអាវនៅក្នុងទីធ្លារោបនេះជាមួយនឹងសម្រស់ដ៏ស្រស់បំព្រងរបស់វារូបរាងដ៏ទាក់ទាញមួយដែលមិនអាចជួយអ្វីបានក្រៅពីឆ្លៀតឱកាសពីការយកចិត្តទុកដាក់របស់បុរសឆ្លៀតឱកាសចាប់ផ្ដើមការសន្ទនានឹងអួតអាងអាជីពនិងសមត្ថភាពផ្ទាល់ខ្លួនការយកតម្រាប់តាមព្រះពុទ្ធអាចប្រទានពរដល់នាងនៅបំណងប្រាថ្នាណាមួយដល់នាងគ្រប់គ្នាពុករលួយស្ត្រីគ្មាននរណាម្នាក់បដិសេធការឈានទៅមុខរបស់នាងឡើយផ្ទុយទៅវិញវាបានបង្ហាញពីអត្ថន័យខ្លះស្នាមញឹមដ៏ជ្រៅមួយប៉ុន្តែរឿងនេះអន្តរកម្មមិនធម្មតាទេប៉ុន្តែនាងមិនត្រូវបានហាមឃាត់មិនឲ្យបង្កនៅក្នុងភ្នែករបស់ខ្ញុំកម្លាំងរបស់បុរសនោះភ្លាមក្រោកឡើងហើយធ្វើពុតថាគ្មានអ្វីកើតឡើងចាស់ខៃបានចាក់ចេញទៅហើយនេះជាអ្វីដែលបានកើតឡើងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ពួកគេបានមកដល់ភ្នំដាច់ស្រយាលថ្ងៃទី6នៅក្នុងភូមិប្រហែលជាដោយសារតែចន្លោះពេលនេះក្នុងពេលថ្ងៃបានបន្តបរិយាកាសកាន់តែអាប់អួរឡើងទំនាក់ទំនងនេះកាន់តែមិនច្បាស់លាស់ហើយស្ត្រីនោះបានបញ្ចេញនូវស្មារតីហើយអូតខៃក៏បានបញ្ចេញដោយស្នាមមានមោទនភាពហើយលងក្នុងរឿងនេះនៅក្នុងទឹកដីដ៏ស្រមើស្រមៃនៃភាពទន់ភ្លន់ប៉ុន្តែពួកគេមិនបានដឹងទេថានេះគ្រាន់តែជាការចាប់ផ្ដើមនៃសម្បត្តិហើយបន្ទាប់កូនប្រុសរបស់ស្ត្រីនោះបានរារាំងនៅមាត់ទ្វារគាត់បាននិយាយទៅកាន់នាងដោយផ្ទាល់ទាមទារចំនួនមុនដែលមិនតាក់ទងនឹងកំហឹងទេវាដូចជាការគំរាមកំហែងមួយប៉ុន្តែថែមទាំងដូចជាការនឹកឃើញពីការបដិសេធចាស់គុយក៏ឈប់និយាយពេលគាត់ដឹងថាមានអ្វីមួយខុសគាត់ប្រហែលជាពួកគេកំពុងធ្លាក់ចូលទៅក្នុងអន្ទាក់ដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្នប៉ុន្តែនាងមិនហ៊ានទម្លុះចូលទៅមានស្បែកក្រាស់ខ្ញុំគ្មានជំរឿអ្វីក្រៅពីបង្ខំឲ្យញឹមធ្វើពុតជាស្ងប់ស្ងាត់ប៉ុន្តែពោពេញដោយអាថ៌កំបាំងពោពេញដោយការភ័យខ្លាចនិងអារម្មណ៍មិនស្រួលនាងកំពុងវិច្ចខ្ចប់ដើម្បីចេញដំណើរប៉ុន្តែពេលពួកគេដើរដល់ពាក់កណ្ដាលផ្លូវពួកគេបានឃើញបុរសនោះកំពុងដើរចេញពីផ្លូវទៅគ្រូភីគីម្ខាងទៀតកំពុងកានកណ្ដៀវជាទឹកមុខដ៏មានអត្ថន័យមួយស្នាមញឹមដ៏អាថ៌កំបាំងមួយបានលេចចេញមកពេលគាត់របស់សត្វចម្លែកដែលជាប់អន្ទាក់គឺភ្នែករបស់អូតជើងរបស់ខ្ញុំចុកសោយដូច្នេះខ្ញុំគ្មានជំរឿអ្វីក្រៅពីរឿងបានត្រឡប់មកផ្ទះវិញម្ដងទៀតនៅពេលល្ងាចក្រុមគ្រួសារហាក់ដូចជាពួកគេបានធ្វើពិធីរំលឹកវិញ្ញាណក្ខន្ធហើយយំសោកយ៉ាងសោកសៅណាស់នៅពេលនេះកូនស្រីក្សកគាត់បានចាត់វិធានការដើម្បីស្វែងរកឡាវគុយហើយបន្តគាត់បាននាំនាងទៅលាក់ខ្លួននៅបន្ទប់នាងត្រូវបានជំរុញឲ្យរត់គេចខ្លួនភ្លាមទៅចុះបើមិនដូច្នោះទេបញ្ហានេះនឹងត្រូវដោះស្រាយក្នុងស្ថានភាពលំបាកមួយដើម្បីឲ្យបុរសចំណាស់នោះគុយបានយកនាងទៅជាមួយគាត់ក្មេងស្រីនោះខ្ញុំសន្យាថានឹងសងអ្នកវិញនៅអ្វីគ្រប់យ៉ាងសេចក្តីសប្បុរសរបស់នាងនឹងលោកតាខ້ອຍនៅតែនាងមិនដឹងទេថាអ្វីដែលកំពុងរងចាំនាងគឺការសងសឹកដ៏ខ្លាំងក្លាថែមទៀត